Ok, so stay ដល់បងប្អូនអរគ្នាអញ្ចឹងឥឡូវយើងចូលទៅដល់មេរៀនទី12.2 តកតងជាមួយនឹង equal liquidity អញ្ចឹង equal បានន័យថាស្មើឬមួយក៏ដូចជា liquidity មួយនេះបានបង្កើតជាមួយនឹង swing high ឬក៏ swing low អញ្ចឹងសម្រាប់តកតងជាមួយនឹង equal ហ្នឹងវាបានន័យថាបើយើង identify មើលទៅឃើញ swing មួយបង្កើតហើយបន្ទាប់មក swing មួយទៀតបង្កើតមកប៉ុន្តែអត់ខ្ពស់ជាងហ្នឹងទេហាក់ប្រហែលហ្នឹងខុសគ្នាមួយពីបឬមួយក៏2 ពីបឬមួយថាកន្លះពីបអីចុះក៏យើងអាចចាប់យកបានដែរថាហ្នឹងជា equal ហើយអញ្ចឹងបង្កើត liquidity អញ្ចឹងគេចាប់កន្លែងទៅហ្នឹងវាបាក់ផែគ្នាគេចាប់យកជា equal ហ្នឹងឯងអូខេអញ្ចឹងដូចកាលពីវីដេអូដំបូងតាក់ទងជាមួយនឹង type of liquidity ដែលខ្ញុំលើកយកបង្ហាញតាក់ទងជាមួយនឹង equal យកមកឲ្យមើលអញ្ចឹងណាអូខេអញ្ចឹងតាក់ទងជាមួយនឹង equal យើងនឹងសម្រាយនៅវីដេអូហ្នឹង equal នៅពេលដែលផ្សារ create បានជាមួយនឹងswing 2ដែលបាក់ផែគ្នាគឺយើងចាប់ទៅហ្នឹងហើយក៏ជាតម្លៃមួយដែលផ្សារហ្នឹងអាចនឹងចាក់មក clear យកមួយសារទៀតបន្ទាប់មកផ្សារហ្នឹងបានផ្ដាច់ swing អីគឺយើងត្រូវសំខាន់តាក់ទងជាមួយនឹង structure របស់ផ្សារហ្នឹងហ្មងគ្រប់ liquidity ដែលយើងត្រូវចូលឬមួយក៏យកមក confirm អញ្ចឹង liquidity ផ្សារទៅយកមួយទី2 structure របស់ផ្សារហើយទី3យើងត្រូវ check មើលហើយយើងប្រើ risk អញ្ចឹងដោយកន្លែងនេះចាក់ស្ដាយអញ្ចឹងផ្សារដល់ពេលដែលបានផ្ដាច់ជាមួយនឹង swing low ខាងក្រោមនេះបង្កើតជា market structure shift រួចរាល់ហើយយើង check មើលតាក់ទងជាមួយនឹង low time frame ឬក៏យើងអាចវាស់ជាមួយនឹង PD array យកមកវាស់គប់ផ្សំជាមួយទៀតក៏រត់តែល្អដែរសម្រាប់តាក់ទងជាមួយនឹងយើងត្រូវរកតំបន់ដែលយើងចេញចូលយើងរកកន្លែងដាក់ stop loss ឲ្យស្រួលបួសអញ្ចឹងកន្លែងទៅនេះយើងអាចនឹងយក PD array ឬមួយក៏ OTE យកមកគូសបាន yes ដូចឃើញចាក់ស្ដែងយើងវាស់មើលទៅប៉ះជាមួយនឹង OTE នៅពេលផ្សារ pullback បកមកវិញពីព្រោះអីកុំឲ្យលក្ខណៈមួយថាផ្សារនៅពេលផ្ដាច់ហើយភ្លាមយើងចូលទាំងអត់ទាន់ដឹងថាផ្សារហ្នឹងចុះទៅទៀតឬមួយក៏មិនយល់ល្អគឺយើងចាំសិនព្រោះផ្សារផ្ដាច់ swing នីមួយៗនៅពេលត្រូវចុះទៅក៏វាត្រូវជ្រុំតិចឬមួយក៏បក pullback មកវិញតិចបានវា continue តទៅទៀតដែរលុះត្រាតែផ្សារហ្នឹង aggressive ខ្លាំងលក្ខណៈទៅហើយទៅទៀតទៅហើយទៅទៀតអត់បកហ្នឹងអូខេប៉ុន្តែបើសិនជាផ្សារដើរធម្មតាទេគឺអត់ងាយនឹងដាច់ទៅភ្លាមទេយ៉ាងហើយណាក៏ត្រូវបកមកយកជាមួយ liquidity អីណាមួយទៀតដែរដូច SVG នៅកន្លែងនេះអានេះខ្ញុំគូសថាមាន SVG មួយទៀតចុះពីព្រោះផ្សារនៅពេលដែលបុកទៅខ្លាំងគឺតែងតែសល់ហើយគ្មាននៅក្នុងនឹងយកមកអញ្ចឹងទី1 OTE ទី2មាន SVG yes យើងបាន confirm ពី3ហើយជាមួយនឹងផ្សារផ្ដាច់ low នៅខាងក្រោមទៅនេះមកទៀតអញ្ចឹងyes យើងអាចនឹង take risk យើងចូលយកមកបាននៅកន្លែងទៅហ្នឹងចូលទៅហើយយើងដាក់ SL នៅត្រឹមនេះមកលើ swing លើតិចមកហើយយើងយកជាមួយនឹងswing low ហ្នឹងវិញបានឬមួយក៏យើងដាក់ប្រមាណពីទៀតដែលយើងអាចនឹងយកបាននេះអញ្ចឹងទៅ yes អញ្ចឹងតើតើជាមួយនឹងequal គឺយើងតែប៉ុណ្្នឹងទេហើយ equal low នេះក៏ខ្ញុំមិនគូសដែរព្រោះ equal low equal high តម្រង់ដូចគ្នាអញ្ចឹងគាត់ថាយើងវាស់យើងយកអីមកប្រើហើយមើល structure របស់ផ្សារទេហើយយើងដើម្បីចូលយើងដាក់ stop loss ឲ្យបានត្រឹមត្រូវប៉ុណ្ណឹងអូខេតកតងជាមួយ equal អញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេតកតងជាមួយនឹង equal ហើយយើងនឹងចូលទៅមេរៀនបន្តទៀតនៅវីដេអូក្រោយអូខេអរគុណ